អ្នកនាំពាក្យរងក្រសួងមហាផ្ទៃចាត់ទុកការបង្ក្រាបករណីគ្រឿងញៀនក្បែរសាលាបឋមសិក្សាចម្ពោះវ័នជាសកម្មភាពគំរូនិងលើកទឹកចិត្តខ្ពស់ប្រតិបត្តិការចុះបង្ក្រាបរុះរើទីជម្រកក្រុមអ្នករេឥតចាយនិងជនអនាថាសំងំប្រើប្រាស់គ្រឿងញៀនក្នុងបរិវេណក្បែរសាលាបឋមសិក្សាចម្ពោះវ័នស្ថិតភូមិចម្ពោះវ័ន1សង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីពេលកន្លងទៅថ្មីនេះត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈចាត់ទុកជាសកម្មភាពដ៏គំរូនិងលើកទឹកចិត្តខ្ពស់បំផុតពីព្រោះជាកិច្ចសហការដ៏ល្អរវាងពលរដ្ឋគ្រូបង្រៀននិងអាជ្ញាធរការបង្ហាញចំណាប់អារម្មណ៍ចេញពីទីស្តីការក្រសួងមហាផ្ទៃពីសំណាក់អ្នកនាំពាក្យរងរូបនេះបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី6ខែមិនិនាឆ្នាំ2025កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យរួមទាំងអាជ្ញាធរសង្កាត់និងសមត្ថកិច្ចបានចុះអនុវត្តការងារនិងបង្ក្រាបករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀនបង្កដោយក្រុមជនអនាថានិងអ្នករេឥតចាយដែលរស់នៅអនាធិបតេយ្យបង្កការភ័យខ្លាចព្រួយបារម្ភដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋគឺប្រតិបត្តិការដែលធ្វើឡើងបន្ទាប់ពីទទួលសេចក្តីរាយការណ៍និងសំណូមពរពីអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូបើតាមលោកទូចសុខៈសកម្មភាពនេះជាគំរូនៃការចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលទាមទារឲ្យមានការចូលរួមពីគ្រប់តួអង្គជាមួយអាជ្ញាធរពលគឺប្រជាពលរដ្ឋដែលឃើញបង្ហាញមិនអាចសំងំស្ងៀមទុកឲ្យបញ្ហានោះបន្តកើតមានឡើយហើយអាជ្ញាធរបន្ទាប់ពីទទួលបានព័ត៌មាននោះក៏ត្រូវរូតរះចាត់វិធានការដើម្បីឆ្លើយតបនឹងក្តីបារម្ភនិងដើម្បីធានាសេវាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានស្របតាមទស្សនៈពលរដ្ឋកុំដាំដើមកអាជ្ញាធរកុំប្រងើយកន្តើយទន្ទឹមនឹងការលើកទឹកចិត្តនិងសម្ដែងការកោតសរសើរដល់លោកគ្រូអ្នកគ្រូអាណាព្យាបាលនិងអាជ្ញាធរលោកទូចសុខៈក៏អំពាវនាវដល់ប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋានយកស្មារតីនៃភាពជាគំរូនេះទៅអនុវត្តតាមមូលដ្ឋានរបស់ខ្លួនពលគឺបើនៅឃើញរឿងហេតុទាំងឡាយណាដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារអំពើហិង្សាជាទូទៅករណីក្មេងទំនើងករណីប្រើប្រាស់ជួញដូរគ្រឿងញៀននិងករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សត្រូវតែរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានមានមេភូមិមេឃុំចៅសង្កាត់ឬប៉ុស្តិ៍នគរបាលរដ្ឋបាលលោកបន្ថែមថាអាជ្ញាធរត្រូវតែផ្ដល់ការឆ្លើយតបឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋនិងក៏ដើម្បីជាការជូនប្រជាពលរដ្ឋនៅសេចក្តីថ្លែងអំណរគុណរបស់ខ្លួនដែលប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីផ្សេងដែលពាក់ព័ន្ធទៅនឹងទូនាទីភារកិច្ចរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាទាំងអស់នោះមិនអាចមានត្រឹមនគរបាលប៉ុស្តិ៍ឬមិនអាចមានត្រឹមអាជ្ញាធរឃុំសង្កាត់មេភូមិដឹកនាំចាត់ចែងការងារ 100% នោះបានទេប្រសិនបើមិនមានការចូលរួមពីប្រជាពលរដ្ឋសូមរំលឹកថាក្នុងរង្វង់ប្រតិបត្តិការនោះបើតាមលោកវ៉ាសាវឿនចៅសង្កាត់ចំចៅទី3សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យជាក់ស្ដែងកំពុងប្រើប្រាស់គ្រឿងញៀនដោយឃាត់បានប្តីប្រពន្ធ2នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ព្រមទាំងរកឃើញគ្រឿងញៀនចំនួន7កញ្ចប់ក្នុងនោះ1កញ្ចប់ធំថង់វែងខ្ចប់និងសម្ភារៈពាក់ព័ន្ធមួយចំនួន